ដើម្បីឲ្យកូនទទួលបានភាពជោគជ័យនៅក្នុងថ្ងៃមុខបាទមានអនាគតបវរអនាគតប្រសើរថ្លៃថ្លាមានគេគោរពគេស្រឡាញ់មានជីវភាពធូរធារមានស្ដុកស្ដំអាណាព្យាបាលដូចជាឪពុកម្ដាយគ្រប់រូបត្រូវមានតួនាទីក្នុងការផ្ដល់ដំបូន្មានជាប្រចាំតាំងពីតូចរហូតដល់កូនជំទួងរហូតដល់កូនចូលវិទ្យាល័យមហាវិទ្យាល័យគឺជាតួនាទីរបស់ឪពុកម្ដាយបាទសម្រាប់ដឹកនាំសម្រាប់តម្រង់ទិសគាត់ឲ្យគាត់ទទួលបានលទ្ធផលដែលយើងគិតថាប្រសើរបំផុតដែលមនុស្សគ្រប់រូបតែងតែចង់បាននៅក្នុងការទូន្មានសម្រាប់ឲ្យបុត្រធីតាខិតខំប្រឹងប្រែងរៀនសូត្រឪពុកម្ដាយគួរតែរកគន្លឹះរកវិធីឬក៏ឧទាហរណ៍ខ្លះជាប្រចាំដើម្បីផ្ដល់ឲ្យពួកគាត់ក្នុងការស្ដាប់ពិចារណាហើយពួកគាត់ធ្វើតាមបើសិនជាឪពុកម្ដាយគ្រាន់តែស្រែកគ្រាន់តែនិយាយទៅកាន់ពួកគាត់ថាឲ្យប្រឹងរៀនប៉ុន្តែយើងអត់ផ្ដល់ហេតុផលអត់ផ្ដល់ថាហេតុអ្វីទៅបានជាពួកគាត់ត្រូវខំប្រឹងរៀនបាទខ្ញុំលើកឧទាហរណ៍មួយដែលខ្ញុំតែងតែប្រាប់ទៅដល់កូន3របស់ខ្ញុំថាបើសិនជាយើងមានដុំថ្ម2ដុំថ្មហ្នឹងគឺអត់ទាន់មានតម្លៃអីទាំងអស់ហើយតម្លៃរបស់ដុំថ្មហ្នឹងវានឹងមាននៅពេលដែលមានការខិតខំប្រឹងប្រែងពីសំណាក់ម្ចាស់ដុំថ្មហ្នឹងបាទអញ្ចឹងបើសិនជាម្ចាស់ដុំថ្មហ្នឹងម្នាក់គាត់គិតថាដុំថ្មហ្នឹងមិនមានតម្លៃទេបាទគាត់គ្រាន់តែយកដុំថ្មហ្នឹងទៅប្រើប្រាស់អ្វីដែលសាមញ្ញមិនមានការកែច្នៃមិនមានការខិតខំប្រឹងប្រែងដុំថ្មហ្នឹងគឺពិតជាអត់មានតម្លៃមែនហើយក៏គេអត់ទទួលស្គាល់គេអត់រាប់រងដែរចុះបើមានម្ចាស់ដុំថ្មមួយទៀតគាត់ជាមនុស្សប្រកបដោយភាពវាឆ្លាតចេះច្នៃប្រឌិតមានការខិតខំប្រឹងប្រែងមិនខ្លាចលុយហត់បាទគាត់អាចយកដុំថ្មនោះទៅច្នៃធ្វើជាអ្វីមួយបាទខ្ញុំចង់និយាយថានៅពេលដែលការខិតខំប្រឹងប្រែងកើតឡើងភាពច្នៃប្រឌិតកើតឡើងដុំថ្មនោះនឹងក្លាយទៅជារបស់សំខាន់មួយតួយ៉ាងដូចជាបាទជាជាងចម្លាក់ពុទ្ធដេម៉ាកបាទពុទ្ធដេម៉ាកបងប្អូនគឺកើតចេញមកពីដុំថ្មមួយដុំទេបាទដែលដុំថ្មនេះបើសិនជាមិនបានជួបជាមួយអ្នកដែលគាត់មានការច្នៃប្រឌិតមានការវៃឆ្លាតនិងការខិតខំប្រឹងប្រែងដុំថ្មនោះមិនអាចคล้ายទៅជារូបព្រះពុទ្ធមួយអង្គដែលคล้ายទៅជាទីសក្ការៈការគោរពបូជាសំពះពីមនុស្សរាប់ពាន់រាប់ម៉ឺនរាប់លានអ្នកទេបាទអញ្ចឹងខ្ញុំទាញមកវិញថាសម្រាប់កូនការសិក្សារៀនសូត្រប្រៀបដូចធៀបទៅនឹងដុំថ្មបើសិនជាយើងគិតថាការសិក្សារៀនសូត្រនោះគឺសាមញ្ញទៅតែរៀនត្រឡប់មកផ្ទះវិញបាទមុខទឹកញ៉ាំបាយគេងអញ្ចឹងការសិក្សារៀនសូត្រនោះប្រៀបបានទៅនឹងដុំថ្មដែលអត់មានអ្នកច្នៃបាទគឺយកវាទៅទុកនៅម្ដុំណាមួយឬក៏យកវាទៅកល់នេះកល់នោះធ្វើជើងចង្កានធ្វើអីទៅបាទអត់សូវមានតម្លៃទេបាទឬក៏យកទៅកល់ឡានកល់អីសម្រាប់កុំឲ្យវា
ត្រេតត្រោតទៅនោះបាទដែលយើងអាចយកអីផ្សេងមកធ្វើទៀតក៏បានប៉ុន្តែយើងទៅប្របាយអាដុំថ្មដែលអាចមានតម្លៃហ្នឹងទៅធ្វើអីដែលអត់មានតម្លៃប៉ុន្តែសម្រាប់អ្នកដែលគាត់គិតថាការរៀនសូត្រសំខាន់អញ្ចឹងគាត់ចេះឆ្នៃពេលវេលារៀនសូត្រនេះវាបានទៅនឹងអ្នកឆ្នៃដុំថ្មហ្នឹងបាទអញ្ចឹងប្រឹងប្រែងរៀនសូត្រចេះទៅរៀនឲ្យគ្រប់ពេលវេលារៀនឲ្យបានប្រឹងប្រែងស្ដាប់គ្រូបញ្យលសួរនាំមកផ្ទះវិញប្រឹងប្រែងរៀនសូត្រអញ្ចឹងការរៀនសូត្ររបស់គាត់នឹងទទួលបានភាពជោគជ័យហើយមានអនាគតល្អទទួលបានការងារល្អបាទប្រៀបបានដូចនឹងដុំថ្មមួយដុំដែលប៉ះជាប់អ្នកដែលយកមកចេះច្នៃប្រឌិតមានការខិតខំប្រឹងប្រែងចឹងដុំថ្មហ្នឹងគឺនឹងខ្លាយទៅជាវត្ថុមានតម្លៃគេគោរពគេស្រឡាញ់ចឹងការរៀនសូត្រក៏ដូចគ្នាដែរបាទដែលយើងជាឪពុកម្ដាយគឺតែងតែត្រូវឆ្កឹះឆ្កៀលត្រូវឲ្យដំបូងមានថាបើចង់ឲ្យអនាគតរបស់កូនមានភាពបាទរីកចម្រើនអនាគតប្រកបដោយភាពជោគជ័យបាទគឺយើងត្រូវមានការប្រឹងប្រែងចេះច្នៃប្រឌិតយកសាលារៀនយើងយកពេលវេលាហ្នឹងគឺធ្វើឲ្យយើងមានចំណេះកើនពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់តែយើងរៀនចប់បាទសង្ឃឹមថាបងប្អូនអរគ្នាដែលជាឪពុកម្ដាយជាអាណាព្យាបាលអាចយកកន្លឹះនេះបាទទៅផ្ដល់ជូនបាទបុត្រជីតាដើម្បីឲ្យពួកគាត់មានការត្រេះរិះហើយខិតខំប្រឹងប្រែងរៀនសូត្របាទសូមអរគុណសម្រាប់បងប្អូនដែលមិនទាន់ Subscribe Channel ឬក៏ Like ជួយ Like ផងដើម្បីឲ្យបានទទួលវីដេអូថ្មីៗមុនគេបាទសូមអរគុណ